មកលេងស្រុកខ្មែរសោះស្រាប់តែប៉ូលីសចាប់ដាក់គុកសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីនារីជនជាតិចិនដ៏ស្រស់ស្អាតមួយរូបដែលជា influencer ល្បីផងដែរនៅក្នុងប្រទេសចិនគឺនាងបានធ្វើដំណើរមកប្រទេសកម្ពុជាយើងតាំងពីដើមខែវិច្ឆិកាដើម្បីមកជួបជាមួយនឹងមិត្តប្រុសរបស់នាងនៅក្នុងខេត្តព្រះសីហនុហើយបន្ទាប់មកទៀតគឺនាងត្រូវបានគេប្រកាសថាបាត់ខ្លួនហើយតាមពិតទៅការបាត់ខ្លួនរបស់នាងនឹងគឺដោយសារតែប៉ូលីសនៅក្នុងប្រទេសកម្ពុជាយើងបានធ្វើការឃាត់ខ្លួននាងដោយសារតែគេសង្ស័យថានាងបានពាក់ព័ន្ធជាមួយនឹងការឆក់បោកតាមអនឡាញហើយនារីរូបស្រស់ហ្នឹងគឺមានឈ្មោះថាហ្សាងវូឆេងដែលមានអាយុ26ឆ្នាំហើយនៅលើបណ្ដាញសង្គមរបស់នាងត្រូវបានគេស្គាល់ថានាងមានឈ្មោះថា Sister Orange នាងត្រូវបានគេឃាត់ខ្លួនកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025គឺជាថ្ងៃដែលនាងត្រូវឡើងយន្តហោះដើម្បីទៅស្រុកចិនវិញហើយថ្ងៃនោះហើយគឺជាថ្ងៃដែលក្រុមគ្រួសារជាមួយនឹងភ័ក្ររបស់នាងនឹងធ្វើការទំនាក់ទំនងនាងអត់បានពួកគេក៏បានទៅដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរហើយក៏បានប្រកាសតាមបណ្ដាញសង្គមផងដែរដើម្បីស្វែងរកនាងហើយពេលនោះគឺអាជ្ញាធរស្រុកចិនគេបានធ្វើការតាក់ទងមកអាជ្ញាធរនៅក្នុងប្រទេសកម្ពុជាយើងដើម្បីសាកសួរព័ត៌មាននៅពេលនោះអាជ្ញាធរនៅក្នុងខេត្តបរសៃអនុគេបានចេញសេចក្តីប្រកាសមួយគឺថានាងមិនបានបាត់ខ្លួនទៅណាទេគឺនាងកំពុងតែជាប់ឃុំខ្លួនហើយតាក់ទងជាមួយនឹងមូលហេតុដែលស៊ីជម្រៅមែនទែនគឺគេសង្ស័យថានាងគឺជាអ្នកដែលសម្របសម្រួលក្នុងការជួញដូរមនុស្សមកប្រទេសកម្ពុជាហើយលុយដែលបានមកពីការឆក់បោកហ្នឹងគឺគេបានបង្វិលចូលកងធនាគាររបស់នាងឥឡូវនារីស្រស់ស្អាតរូបហ្នឹងកំពុងតែជាប់គុកនៅក្នុងគុកព្រៃសរនៅឯទីក្រុងភ្នំពេញយើងហ្នឹងហើយប្រសិនបើគេរកឃើញថានាងពិតជាបានជួញដូរមនុស្សមែនគឺនាងអាចប្រឈមជាមួយនឹងការជាប់ទោសពី7ឆ្នាំទៅ10ឆ្នាំទៅតាមច្បាប់របស់ប្រទេសកម្ពុជាយើងបានដឹងហើយថាមួយរយៈចុងក្រោយហ្នឹងគឺប្រទេសកម្ពុជាយើងបានចាប់អ្នកដែលពាក់ព័ន្ធជាមួយនឹងការឆក់បោកអនឡាញហ្នឹងបានច្រើនមែនទែនក្នុងរយៈពេល4ខែចុងក្រោយហ្នឹងគឺប្រមាណជា3400អ្នកជាងមកហើយប្រសិនបើគេកាត់ក្តីយ៉ាងណាតាក់ទងជាមួយនឹង Sister Orange មួយហ្នឹងខ្ញុំនឹងធ្វើការអាប់ដេតព័ត៌មានបន្តទៀតជូនបងប្អូនសូមអរគុណ